វិសួរពុកម៉ែបងប្អូនសាជាថ្មីម្ដងទៀតរុនសួស្ដីពុកម៉ែបងប្អូនពេលព្រឹកព្រលឹមបាទម៉ោង8ជាងបាទផ្សាយចេញពីការ៉ាសគិរិនលក់រថយន្តបែបផ្សាយចេញឲ្យបងប្អូនត្រូវការ live បាទអូខេបងប្អូនទាំងគ្នាមួយនេះបិទគឺសំបីតែរូបភាពក៏បងប្អូនមិនទាន់ឃើញដែររៀលវីដេអូក៏អត់មានដែរបាទប៉ុន្តែបងប្អូនឃើញចុងឃើញវីដេអូទៅពេលនេះគឺសម្រេចអស់ហើយមានន័យថាបោកពូកលាងម៉ាស៊ីនសម្អាតនឹងប៉ូលីហើយអូខេមក 2BB 80 69បាទXLT បងប្អូនណា Ford XLT 019បាទម៉ាស៊ីន 2.2 អូតូកាពីតាអញ្ចឹងស្តុកមួយនេះប្រហែលជាបងប្អូនភាគច្រើនត្រូវការហើយដូចនិយាយអញ្ចឹងរបស់កម្រហើយមកកាមេរ៉ាមួយជួយចាប់តិចទៅបាទអញ្ចឹងខ្ញុំសូមធ្វើមើលបញ្ញូពីសបកកង់ interior បាទសបកកង់នេះនៅព្រួយថ្មីជ្រើងបាទមួយគ្រឿងក្នុងឯងបាទសាច់ដៃសាច់អីឡើងថ្មីបាទហើយសម្រាប់ទឹកថ្នាំគឺនៅ 80% បាទបងប្អូនណាសម្រាប់ទឹកថ្នាំឯចំណែកភ្លីស៊ីនបាទកាវអីនៅទាំងអស់នេះមិនទាន់បកមកទេបងប្អូនបាទមើលមួយជុំសិនមកបងប្អូនណានៅសំណុំស្អាតកាមេរ៉ាក្រោយ sensor smart key បងប្អូន XLT បងប្អូនដឹងទេណា019បាទមកក្លុកកលៀតខ្សៅខ្យងប្រឡងអីកាយអីនៅទាំងអស់បងប្អូនណាខាងយើងរៀបចំមកស្អាតអស់ហើយសម្អាតអញ្ចឹងសម្រាប់ឡានមួយនេះគឺបងប្អូនគ្រាន់តែយកទៅចាក់មកសុទ្ធជិះតែម្ដងអញ្ចឹងមកកាមេរ៉ាមកមុខតិចមកបាទឃើញផែនឡានទេណាបងប្អូនណាបាទឈ្នន់ស្អាតទឹកថ្នាំស្មើប៉ូលីហើយស្អាតបាទហើយគ្រឿងក្នុងបាទពូកស្បែកជាប់ជាមួយអេក្រង់ធំបាទ Smart Key បងប្អូនណាកម្មញ៉ៃស្លាប់ពងអីនៅ80 ទៅ 90% បងប្អូនណាកម្រាល VIP រួចរាល់អូខេបងប្អូនណាបាទដូចអ្វីមើលអញ្ចឹងខ្ញុំឲ្យមើលពី interior ខាងក្រៅមកជុំបាទហូតមកមុខវិញបងប្អូនទាំងអស់គ្នាហើយយើងមកចូលដល់ម៉ាស៊ីនអូខេប្លុកម៉ាស៊ីនបោកពូកលាងម៉ាស៊ីនហើយអូខេ sticker អីនៅទាំងអស់បងប្អូន sticker កាយខ្ចៅខ្ចងអីបាទម៉ាស៊ីននេះនៅទាំងអស់ហើយសម្រាប់ម៉ាស៊ីនគឺយើងបានធ្វើការតេស្តរួចហើយបច្ចេកទេសជើងក្រមប្រព័ន្ធភ្លើងព្រមទាំងការបើកបរតេស្ត drive អូខេ 100% អញ្ចឹងសូមជម្រាបបងប្អូនទាំងអស់ថារាល់រថយន្តមួយគឺមិនមែនចេះតែលក់យកមកអត់បានធ្វើតេស្តលក់ឲ្យបងប្អូនទេសូមជម្រាបកន្លែងហ្នឹងគឺយើងត្រូវត្រួតពិនិត្យប្រព័ន្ធជើងក្រមបាទប្រព័ន្ធភ្លើងម៉ាស៊ីនត្រជាក់ខាងក្នុងបាទយើងពិនិត្យសពគ្រប់ទាំងអស់មុននឹងយើងធ្វើការផ្សាយលក់ឲ្យបងប្អូនអញ្ចឹងហើយពេលខ្លះបងប្អូនឃើញថាឡានមួយពេលខ្លះវារៀងយូរបាទអញ្ចឹងខាងផ្នែកបច្ចេកទេសអធិស្ឋានត្រូវការឆែកតម្អន់តិចដើម្បីកុំឲ្យបងប្អូនមានអារម្មណ៍មួយថាទីឡានភ្លាមជិះមិនទាន់នឹងអីផងលោតសញ្ញានេះលឺនោះបាទអញ្ចឹងយើងត្រូវការត្រួតពិនិត្យ